Today we are gonna be presenting about elephant toothpaste. When we take these ingredients, we will gonna put them together, and then we're gonna need dry yeast, and then we're gonna put it, and it will explode, and it will shoot really high, and it's really hot. The chemical is it can go up to 100 degrees. And did you know that elephant toothpaste can shoot really high? A very cool project. We can all make it at home, but we have to make it at a small scale. If you want to start the reaction, firstly you need to carefully put half a cup of hydrogen peroxide into a bottle. It could be any size bottle, and then you can add a squirt of liquid dish soap into the bottle. If you can also add a few drops of coloring into the bottle to make it more colorful. And in another cup, mix 1 tablespoon of yeast with 3 tablespoons of water. And lastly, pour the yeast into the bottle and watch. ខ្ញុំនឹងពណ៌នាអំពីការសន្សំសំចៃกระดาษចឹងក្នុងក្រុមខ្ញុំយើងត្រូវការសម្ភារៈប្រើប្រាស់កាសែតដើម្បីធ្វើជាក្រដាសទឹកធ្វើឲ្យកាសែតសើមកន្សែងយកសំណើមកាសែតចានសម្រាប់ទុកទឹកចឹងរបៀបធ្វើយើងត្រូវហែកក្រដាសកាសែតជាកំណាត់ហើយជ្រលក់វាក្នុងទឹកហើយស្រង់វាយកក្រណាត់ទៅជូតវារួចយកក្រដាសនោះទៅដាក់ក្នុងចានរៀបវាជាកង់រហើយជាបន្ទាប់យើងត្រូវចាំពី3ថ្ងៃហើយយើងបានក្រដាសដែលយើងធ្វើសាជាថ្មីចឹងជាការសន្និដ្ឋានយើងបានផលប្រយោជន៍ពីការសន្សំសំចៃក្រដាសគឺយើងចេះរៀនសន្សំសំចៃដើមឈើកាត់បន្ថយទិញក្រដាសថ្មីចេះកែច្នៃរបស់របរខូចទៅជារបស់របរប្រើប្រាស់ថ្មីមានភាពច្នៃប្រឌិតកាន់តែប្រសើរកាត់បន្ថយការកាប់ព្រៃឈើធ្វើជាក្រដាសមានស្នាដៃល្អក្នុងការធ្វើអ្វីមួយនិងកាត់បន្ថយប្រាក់ចំណាយលើក្រដាសហើយយើងដឹងទេ15% ទៅ 35% ដើមឈើនៅក្នុងពិភពលោកត្រូវបានកាត់ទៅធ្វើជាក្រដាសចឹងយើងរួបរวมគ្នាយើងត្រូវគប្បីថែរក្សាក្រដាសដើម្បីធ្វើរបស់របរថ្មីជៀសវាងការឡើងប្រែប្រួលសីតុណ្ហភាពពិភពលោក ថ្ងៃនេះផងដែរក្រុមរបស់យើងនឹងមកពិសោធន៍អំពីវិធីធ្វើសាប៊ូលាងដៃអំពីប្រទាលកន្ទុយក្រពើ សម្ភារៈដែលយើងត្រូវការមានដូចជាមេសាប៊ូប្រទាលកន្ទុយក្រពើពី1ទៅ2មេក្លាន់ពុំនិងឆ្នាំងជាដើមរបៀបធ្វើទី1យើងត្រូវរលាយមេសាប៊ូជាមុនសិនចិញ្ច្រាំប្រទាលកន្ទុយក្រពើឲ្យម៉ត់ចាក់ប្រទាលកន្ទុយក្រពើចូលទៅក្នុងឆ្នាំងហើយរលាយជាមួយនឹងសាប៊ូបន្ទាប់មកចាក់ក្លិនចូលបន្តិចហើយកូរវាឲ្យសព្វយើងត្រូវទុកវាឲ្យត្រជាក់បន្ទាប់មកចាក់ចូលក្នុងពុម្ពទុកវារយៈពេល3ទៅ4ម៉ោងថាប្រយោជន៍របស់វាទី1គឺអាចជំរះមេរោគនៅលើដៃយើងហើយទី2កាត់បន្ថយក្លិនមិនល្អនៅលើដៃយើងទី3អាចរក្សាទុកនិងប្រើប្រាស់បានយូរសម្រាប់ចុងក្រោយយើងសុវត្ថិភាពក្នុងការប្រើប្រាស់ផងដែរ ថ្ងៃនេះយើងធ្វើការពិសោធន៍អំពីការកែច្នៃផ្លាស្ទិកគម្រប10ជាចង្កឹះកៅទៀនកំភ្លើងទឹកកំភ្លើងកាវ ដំណើរការពិសោធន៍ទឹកវត្តរបស់យើងគឺយើងធ្វើជើងតរោដែលមានរាងដូចត្រីកោណចំនួន2ហើយតទៅពីយើងធ្វើអា2ហ្នឹងហើយយើងដាក់វាភ្ជាប់គ្នាជាមួយនឹងឈើចង្កឹះមួយទៀតយើងធ្វើក្បាលវិលរបស់វាដោយដាក់ចង្កឹះ8ជុំវិញគម្រប11យើងចាប់ផ្ដើមដាក់គម្រប10ដង1ទៅលើឈើចង្កឹះដែលយើងបានធ្វើហើយបន្ទាប់មកយើងដាក់កាត់ឈើចង្កឹះជា2ចុងក្រោយយើងដាក់រង្វង់មូលដែលយើងធ្វើហើយហ្នឹងទៅលើកោណជើងតរោដែលយើងបានធ្វើពេលទឹកទៅវានឹងវិលជារង្វង់មូល ការពិសោធន៍គីមីនេះយើងត្រូវការ vinegar ដាក់ចូលឆ្នាំងមួយនៅកម្ដៅ50អង្សាសេពុះហើយអត់មានអីរឹងទេយើងដាក់ចូលទូទឹកកកហើយដើម្បីឲ្យកាត់ជារាវមិនកាត់ជារឹងទេអញ្ចឹងពេលយើងប៉ះទៅវាកាត់ជារឹងវិញមិនរាវទេ The liquid must be cooled below its melting point, 58 degrees Celsius, while staying in a liquid state, a stable, delicate condition. រូបមន្តគីមីគឺ sodium hydroxide កាបូន hydroxide បូកនឹងទឹកបូកនឹងកាបូន dioxide កាបូន dioxide នាំឲ្យមានកម្ដៅខ្ពស់អញ្ចឹងបានយើងឃើញទឹកពុះអីនោះអរគុណ